បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតបន្ទាប់ពីអាខានធ្វើវីដេអូមួយរយៈខ្លីកន្លងមកដោយសារតែកូនចៅទាំង3នាក់របស់ខ្ញុំឈឺជាបន្តបន្ទាប់ទើបតែពេលនេះទេបានធូរស្បើយបន្តិចអញ្ចឹងទៅក៏មានពេលធ្វើវីដេអូដើម្បីចែករំលែកនៅចំណេះដឹងខ្លះទៅដល់បងប្អូនខ្មែរយើងដែលទើបមកដល់សហរដ្ឋអាមេរិកក៏ដូចជាត្រៀមខ្លួនមកសហរដ្ឋអាមេរិកក្តីបាទហើយនៅថ្ងៃនេះដែរខ្ញុំមានជាការចែករំលែកមួយទាក់ទងទៅនឹងការស្នើសុំជំនួយពីរដ្ឋក៏ដូចជា Food Stamp ដែលជំនួយសម្រាប់ម្ហូបអាហារបាទគេផ្ដល់ជាលុយតែឲ្យយកលុយទៅទិញម្ហូបអាហារបាទហើយនឹងជំនួយផ្សេងទៀតដែលមានដូចជា CCAP គេហៅថាជំនួយសម្រាប់យកកូនទៅចូលសាលាឯកជនហ្នឹងណាហើយមួយទៀតគឺជំនួយផ្នែក Medicaid បាទអញ្ចឹងជំនួយទាំងអស់នេះវាមានលំនាំនៃការធ្វើផាកបាលតែគ្នាទេណាអញ្ចឹងខ្ញុំសូមលើកយកអំពីជំនួយនៃការស្នើលុយ Food Stamp ជាមុនគេដោយសារតែខ្ញុំបានទទួលឯកសារពីរដ្ឋនៅក្នុងដៃស្រាប់ទាក់ទងទៅនឹងពីចំណូលកំណត់ណាចំណូលរបស់យើងសរុបប្រចាំឆ្នាំ2025ហើយកដាស់នេះគឺគេបញ្ជាក់ប្រាប់យើងថាយើងមានចំណូលប៉ុណ្ណាសរុបប៉ុណ្ណាទើបអាចមានសិទ្ធិទទួលបាន Food Stamp នឹងហើយអ្នកខ្លះគេហៅ SNAP បាទគេហៅ SNAP ណាអូខេអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរនៅថ្ងៃនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងអំពីចំណូលរបស់ខ្លួនឯងជាមុនសិនមុននឹងស្នើសុំលុយជំនួយពីរដ្ឋបាទពីព្រោះគេទាមទារឲ្យយើងទាមទារសិក្សាពីចំណូលរបស់យើងបើសិនជាយើងមានចំណូលទាបនោះគេជួយយើងតែបើសិនជាយើងមានចំណូលខ្ពស់លើសការកំណត់របស់គេហើយគឺគេអត់ជួយយើងទេបាទជួយគឺជួយទៅលើអ្នកខ្សត់មិនមែនជួយទៅលើអ្នកមានទេបាទអញ្ចឹងនេះជាតារាងដែលគេដាក់មកហើយណាថាគ្រួសារយើងបើមានសមាជិកតែម្នាក់គ្រួសារមួយឲ្យមានសមាជិក2នាក់គ្រួសារមួយឲ្យមានសមាជិក3នាក់4នាក់5នាក់ចំណូលប៉ុណ្ណាទើបអាចទទួលសិទ្ធិស្នើលុយពីរដ្ឋនឹងបានបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែដឹងជាមុនសិនឥឡូវខ្ញុំសូមរៀបរាប់តែម្ដងថាសមាជិកគ្រួសារម្នាក់គ្រួសារដែលមានសមាជិកម្នាក់តើមានចំណូលប៉ុណ្ណាក្រោមនឹងណាក្រោមនឹងទើបអាចទទួលបានអូខេគ្រួសារដែលមានសមាជិកម្នាក់មានចំណូលក្រោម$2,510ណាចំណូលសរុបក្រោម$2,510គ្រួសារដែលមានសមាជិកគ្នា2នាក់មានចំណូលសរុបក្រោម$3,408គ្រួសារដែលមានសមាជិកគ្នា3នាក់ក៏ប៉ុន្តែប្រាក់ចំណូលមានត្រឹមតែ$4,000ឬក៏ក្រោម$4,304សមាជិកគ្រួសារដែលមានសមាជិក4នាក់តែមានចំណូលក្រោម$5,200សមាជិកគ្រួសារដែលមានសមាជិក5នាក់តែមានចំណូលត្រឹមតែ$6,098ក្រោមនឹងណាក្រោមនឹងក្រោម$6,098គ្រួសារដែលមានសមាជិកគ្នា6នាក់ប៉ុន្តែមានចំណូលក្រោម$6,994គ្រួសារដែលមានសមាជិក7នាក់ប៉ុន្តែមានចំណូលក្រោម$7,890គ្រួសារដែលមានសមាជិកគ្នា8នាក់ប៉ុន្តែមានចំណូលក្រោម$8,788អញ្ចឹងឲ្យតែមានចំណូលក្រោមទៅតាមការកំណត់របស់គេនេះនៃទំហំគ្រួសាររបស់យើងណាអញ្ចឹងយើងអាចមានសិទ្ធិស្នើទៅលើ Food Stamp នឹងបានឬក៏ SNAP នឹងបានហើយបាទហើយនេះជាតារាងមួយដែលកំណត់ពីចំណូលរបស់រដ្ឋ Kentucky ទេនៅក្នុងឆ្នាំ2025អញ្ចឹងការកំណត់នេះវាអាចនឹងឡើងខ្ពស់ជាងនឹងឬក៏អាចថាប្រែប្រួលនៅឆ្នាំក្រោយវាអត់ថេរទេបាទវាអត់ថេរទេណាអញ្ចឹងនេះជារបាយការណ៍អាចថាជាការកំណត់មួយចេញមកក្នុងខែ3ណាខែ3ឆ្នាំ2025តទៅបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាសាកសួរខ្លួនឯងទៅមើលថាទំហំគ្រួសារយើងមានគ្នាប៉ុណ្ណឹងមានចំណូលប៉ុណ្ណឹងណាឬក៏ក្រោមនឹងឬក៏លើនឹងណាបើលើនឹងលើទៅលើអ្វីដែលខ្ញុំនិយាយនឹងគឺយើងអត់អាចស្នើសុំបានទេប៉ុន្តែបើសិនជាក្រោមអ្វីដែលខ្ញុំនិយាយនឹងគឺយើងមានសិទ្ធិទទួលបានអូខេអញ្ចឹងយើងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានចំណូលទាបហើយអញ្ចឹងមានសិទ្ធិទទួលបាននៅការស្នើនេះហើយណាអញ្ចឹងតើមានឯកសារអ្វីខ្លះដែលគេទាមទារនិងគេត្រូវការពីយើងនោះណាហើយគួរតែត្រៀមឯកសារអ្វីខ្លះសម្រាប់ស្នើអូខេអញ្ចឹងឯកសារដែលយើងត្រូវមានទី1នោះគឺ Green Card ណាអ្នកទាំងអស់គ្នាគឺ Green Card
មិនថាអ្នកទាំងអស់គ្នាមានសមាជិកគ្រួសាររបស់អ្នកទាំងអស់គ្នាមានសមាជិក3 4នាក់ឬក៏5នាក់ទេគឺត្រូវតែមាន green card ទាំងអស់ណាគឺត្រូវតែមាន green card ទី1ទី2គឺលេខ social លេខ social ណាអ្នកទាំងអស់គ្នាត្រូវតែមានលេខ social ទាំងអស់គ្នាបាទទី3គឺ ID សម្រាប់យើងជាឪពុកម្ដាយណាជាឪពុកម្ដាយយើងជាឪពុកម្ដាយត្រូវតែមាន ID បាទ ID មិនថា real ID ក៏ដោយមិនថា ID ធម្មតាក៏ដោយត្រូវតែមាន ID ទី4គឺជាភស្តុតាងមួយបញ្ជាក់ពីអាសយដ្ឋានដែលយើងរស់នៅដូចជាការបញ្ជាក់អាសយដ្ឋានមួយដែលការដែលយើងយកទៅធ្វើ ID ដែលខ្ញុំនិយាយនៅក្នុងវីដេអូមុនចឹងវាដូចជាសម្បត្តិមួយដូចជាអ្វីមួយដែលបញ្ជាក់ថាយើងពិតជានៅអាសយដ្ឋាននឹងមែនណា proof of residency បាទបន្តមកទៀតគឺវិក័យប័ត្រទឹកភ្លើងតាមពិតយើងមានវិក័យប័ត្រទឹកភ្លើងមួយក៏មានបញ្ជាក់ពី proof of residency នឹងដែរណាអញ្ចឹងបើសិនជាមានវិក័យប័ត្រទឹកភ្លើងគឺល្អជាងល្អតែម្ដងវិក័យប័ត្រទឹកភ្លើងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នានៅជាមួយបងប្អូនឬក៏មិត្តភក្តិអីយើងអត់មានឈ្មោះជាវិក័យប័ត្រទឹកភ្លើងទេអាហ្នឹងលក្ខខណ្ឌផ្សេងណាអញ្ចឹងវិក័យប័ត្រទឹកភ្លើងហើយណាគឺយើងត្រូវតែមានបើថានៅក្នុងផ្ទះយើងប្រើអ៊ីនធឺណិតអត់គេនឹងសួរយើងណាគេនឹងសួរយើងថាយើងមានប្រើ Wi-Fi ប្រើអ៊ីនធឺណិតទេអត់បើប្រើត្រូវតែមានវិក័យប័ត្រនោះអញ្ចឹងគេទាមទារវិក័យប័ត្រអ៊ីនធឺណិតមួយទៀតបាទបន្ទាប់ពីវិក័យប័ត្រទឹកភ្លើងនិងវិក័យប័ត្រអ៊ីនធឺណិតនេះមកគឺกระดาษប្រាក់ខែបើសិនជាអ្នកទាំងអស់គ្នាមានកระดาษប្រាក់ខែណាតែទៅយកกระดาษប្រាក់ខែទៅដែរឬក៏អ្នកទាំងអស់គ្នាអាចយកជា site ដែលបានបើកអំពីកន្លែងការងាររបស់យើងណាយើងអាចយកអាហ្នឹងទៅក៏បានដែរណាយកអាហ្នឹងទៅចុះអញ្ចឹងឯកសារដែលខ្ញុំនិយាយទាំងអស់ហ្នឹងមានប្រមាណហើយទី1 green card ទី2លេខ social ទី3 ID ទី4 proof of residency ទី5 utility គឺវិក័យប័ត្រទឹកភ្លើងទី6គឺវិក័យប័ត្រអ៊ីនធឺណិតទី7กระดาษប្រាក់ខែបាទអញ្ចឹងយើងមានប៉ុណ្ណឹងយើងអាចទៅសិនបានហើយយើងទៅសិនយើងទៅចុះយើងទៅធ្វើស្នើនឹងចុះយើងទៅផ្ទាល់ប៉ុន្តែការទៅនោះដូចគ្នាគឺទាមទារឲ្យយើង make appointment មុនណាត្រូវការ make appointment ចុះការ make appointment ហ្នឹង make តាមណាគឺ make ទៅតាម website Keynet Keynet K Y N E C T Keynet អញ្ចឹងយើងធ្វើការ make appointment ហើយបានយើងទៅហើយការ make appointment របស់ខ្ញុំរើសយកវែងឆ្ងាយស្តៀងគ្នាទៅនឹងការប្រឡងបានបើកបរនោះខ្ញុំយកទៅទីក្រុងប៉ារីសពេលមិនមែនប៉ារីសប្រទេសបារាំងទេប៉ារីសនៅ Kentucky នេះមានប៉មទូ Eiffel មួយតូចហើយយើងទៅនឹងហើយជនបទជាយមែនទែនបាទស្ងាត់ណាស់សឹងតែស្រុកស្រែអញនិយាយបានស្រុកស្រែអញ្ចឹងយើងមាន appointment មួយយើងរើស office មួយណាយើងអាចរើស office បានយើងតាមទៅ office ណាក៏បានដែរអញ្ចឹងយើងរើសមួយទៅហើយយើងមាន appointment បន្ទាប់ពីមាន appointment ហើយយើងទៅជាមួយឯកសារទាំងអស់ហ្នឹងមកណាជាមួយនឹងឯកសារទាំងអស់ហ្នឹងនិងសមាជិករបស់យើងទាំងអស់គ្នាថាមានប្រមាណនេះដែលត្រូវទៅនឹងទៅស្នើនឹងយើងទៅទាំងអស់គ្នាបន្ទាប់ពីយើងមានឯកសារហ្នឹងយើងទៅដល់ហើយអញ្ចឹងទាមទារឲ្យយើងចេះអង់គ្លេសខ្លះណានឹងនិយាយដំបូងយើងត្រូវការឲ្យយើងចេះអង់គ្លេសខ្លះដើម្បីនិយាយទំនាក់ទំនងមួយគ្នានឹងសិនហ្នឹងណាបន្ទាប់មកបើយើងនិយាយគ្នាហើយយើងគិតថាយើងអត់ច្បាស់អង់គ្លេសទេអញ្ចឹងយើងអាចស្នើសុំគេរកជាភាសាខ្មែរស្នើជាភាសាខ្មែរយើងអាចរើសបានណាយើងអាចរើសបាននៅក្នុងការធ្វើឯកសារអស់ទាំងហ្នឹងគឺយើងរើសយកភាសាខ្មែរបើសិនជាយើងអត់ចេះអង់គ្លេសយើងយកភាសាខ្មែរភាសាមានឡើងខ្ញុំចាំប្រហែលជាមានចូលជាង20ភាសាជិត20ភាសាថា20ភាសាចុះដើម្បីឲ្យយើងរើសថាយើងចង់ប្រើភាសាមួយហើយក៏មានខ្មែរនៅក្នុងហ្នឹងដែរថៃវៀតណាមចិនអីមានទាំងអស់បាទអញ្ចឹងនៅពេលដែលយើងទៅដល់ហ្នឹងយើងនឹងយកភាសាខ្មែរអញ្ចឹងយើងចូលបន្ទប់មួយទៅការសម្ភាសយើងទៅការនិយាយគ្នាហើយមានគេឲ្យជាដូចជា iPad មួយដើម្បីឲ្យយើងនិយាយហើយឮមីក្រូមួយបាសកូនបាសគេមួយគេមានកូនបាសតូចប៉ុណ្ណឹងមួយដាក់យើងហើយយើងឲ្យនិយាយចេះណាយើងនិយាយ
អញ្ចឹងពេលដែលយើងត្រូវការភាសាមានគេបកខ្មែរយើងអ្នកនិយាយចូលមកឲ្យយើងស្ដាប់ខាងនោះគេនិយាយមកខាងនេះគេបកចូលឲ្យយើងស្ដាប់ហើយមានកូនបាសមួយស្ដាប់ទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអត់ពិបាកនឹងថាបើអត់សិនជាអត់ចេះអង់គ្លេសយើងនឹងស្ដាប់មិនអញ្ចឹងយើងកុំបារម្ភមានអ្នកបកប្រែភាសាឲ្យយើងគេបកតាមទូរស័ព្ទបាទអូខេអញ្ចឹងនៅពេលហ្នឹងគេនឹងសម្ភាសហើយគេនឹងសួរនាំយើងច្រើនសួរនាំពីនេះពីនោះពីនេះពីនោះការងារប្រាក់ខែ green card ឲ្យទៅសេបំពេញ email ច្រើនដែរណារៀងច្រើនដែររៀងច្រើនដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្វើតែទៅតាមគេនឹងទៅត្បិតតែវាច្រើនមែនប៉ុន្តែវាមិនមែនច្រើនធ្វើឲ្យយើងស្មុគស្មាញអីពេកទេគ្រាន់តែថាទៅដល់ហ្នឹងគេនឹងប្រាប់យើងថាអូសុំសរសេរអានេះជួយបំពេញអានេះធ្វើអានេះពេញអានោះដាក់លេខទូរស័ព្ទអីចឹងទៅបាទអញ្ចឹងពេលដែលយើងទៅហ្នឹងឧទាហរណ៍ថាប្តីប្រពន្ធមួយគូមានកូនដូចខ្ញុំណាខ្ញុំនិយាយខ្ញុំចុះប្តីប្រពន្ធមួយគូទៅហ្នឹងកូន3ដូចខ្ញុំកូន3អញ្ចឹងពេលដែលទៅស្នើនឹងគឺអ្នកដែលស្នើឈ្មោះជាប់ហ្នឹងគឺជនបង្គោលគឺជាប្រពន្ធទេដោយសារតែប្រពន្ធមានការងារធ្វើអ្នកដែលអត់ការងារធ្វើគឺជាប្តីគឺជាប្តីអញ្ចឹងបើសិនជាអ្នកណាមានការងារអ្នកហ្នឹងជាគោលជាជនបង្គោលអ្នកអត់ការងារ4អ្នកទៀតគឺជាអ្នកអមទៅតាមជាមួយបាទអញ្ចឹងអ្នកឈរឈ្មោះដូចជាអ្នកឈរឈ្មោះគឺអ្នកដែលមានការងារធ្វើមិនថាជាប្តីឬប្រពន្ធគឺជាអ្នកដែលមានការងារធ្វើណាបាទអញ្ចឹងនៅពេលដែលអ្នកឈរឈ្មោះនឹងចេញមុខឈរឈ្មោះធ្វើហ្នឹងគឺគេឲ្យមានតាំងពីអីដូចជាឲ្យយើងគ្រីសកន្លែងមានសិទ្ធិបោះឆ្នោតឲ្យអត់អីទៀតចឹងណាគេឲ្យយើងគ្រីសថាយើងចង់ចូលរួមបោះឆ្នោតដែរឬក៏អត់អីចឹងទៀតបាទមានកន្លែងហ្នឹងទៀតបាទប៉ុន្តែសរុបជារួមទៅអ្នកទាំងអស់គ្នាគ្រាន់តែទៅធ្វើទៅតាមការណែនាំរបស់អ្នកនៅនឹងហើយគេនឹងបកចូលទៅបងខ្មែរយើងណាជនជាតិខ្មែរយើងគេបកប្រែមកឲ្យយើងបន្តហើយបាទអូខេអញ្ចឹងកលៈកន្លែងដែលរៀបចំប្រពេញបែបបត់ហ្នឹងយើងសន្មតថាប៉ុណ្្នឹងសិនកន្លែងដែលអង្គុយសម្ភាសជាមួយគេទល់មុខគ្នាហ្នឹងណាគឺប៉ុណ្្នឹងសិនចុះអញ្ចឹងនៅពេលរួចរាល់ចប់សពគ្រប់គេនឹងឲ្យ form មកទៀតណាគេនឹងឲ្យ form មកទៀតដើម្បីឯកសារហ្នឹងសំខាន់បើអ្នកទាំងអស់គ្នាគ្មានអ្នកណាសញ្ញាឲ្យទេគ្មានសង្គមទេណាទេអញ្ចឹងឯកសារដែលអ្នកទាំងអស់គ្នាត្រូវយកពីគេមកទៀតនោះគឺជាឯកសារមួយដែលគេហៅថា employer statement អញ្ចឹងគឺយើងយកឯកសារហ្នឹងទៅឲ្យថៅកែរបស់យើងជាអ្នកធ្វើជាអ្នកសរសេរឲ្យយើងបំពេញព័ត៌មានរបស់យើងថាប្រាក់ខែយើងប៉ុណ្ណាមានប៉ុណ្ណាណាប្រាក់ខែប្រមាណអញ្ចឹងគេនឹងឲ្យ form ហ្នឹងមកយើងយកទៅឲ្យថៅកែទៅមួយហ្នឹងមួយណាមួយទៀតគឺគេឲ្យកระดาษមួយនេះជាกระดาษអញ្ចឹងជាกระดาษមានច្រើនទំព័រមាន1 2 3 4 4ទំព័រប៉ុន្តែយើងអានទៅច្រើនប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺមានតែចុងកន្ទុយបន្តិចទេចុងកន្ទុយនេះបន្តិចទេហើយនឹងមុខនេះបន្តិចមុខនេះបន្តិចហើយនឹងចុងកន្ទុយប៉ុន្តែគឺបំពេញតែព័ត៌មានថានេះគឺសម្រាប់ម្ចាស់ផ្ទះណាខ្ញុំភ្លេចបញ្យល់ប្រាប់ថាវាជា form មួយសម្រាប់ម្ចាស់ផ្ទះបើមិនជាយើងជាអ្នកជួលផ្ទះគឺសម្រាប់ម្ចាស់ផ្ទះអញ្ចឹងសម្រាប់ម្ចាស់ផ្ទះអញ្ចឹងគេឲ្យ form ហ្នឹងមកគេឲ្យ form ហ្នឹងដើម្បីឲ្យម្ចាស់ផ្ទះបំពេញបែបបទឲ្យមិនមែនយើងទេណាហាមខ្លួនឯងសញ្ញេខ្លួនឯងហាមខ្លួនឯងមកសរសេរនៅលើនឹងបំពេញព័ត៌មានហ្នឹងព័ត៌មានជាព័ត៌មានរបស់យើងប៉ុន្តែយកទៅឲ្យម្ចាស់ផ្ទះជាអ្នកធ្វើឲ្យយើងកន្លែងនេះបាទអញ្ចឹងกระดาษហ្នឹងគេគាត់បញ្ជាក់ថាតើក្នុងផ្ទះហ្នឹងពិតជាមានមនុស្ស 4-5 នាក់ដែលយើងបានយើងស្នាក់នៅនឹងមិនមែនអត់ព្រោះថាដូចខ្ញុំ5នាក់អញ្ចឹងតើខ្ញុំទាំង5នាក់ហ្នឹងនឹងពិតជានៅផ្ទះនឹងមែនអត់ទេបន្តមកទៀតគឺគេនឹងឲ្យកระดาษមួយគេហៅថា proof of no income អ្នកណាក៏អាចធ្វើឲ្យបានដែរកន្លែងនេះអ្នកណាក៏ធ្វើឲ្យបានដែរឧទាហរណ៍ថានិយាយប្តីគ្មានការងារធ្វើត្រូវតែបញ្ជាក់ថាអូប្តីនឹងពិតជាគ្មានការងារធ្វើឧទាហរណ៍ប្រពន្ធនៅផ្ទះត្រូវតែរកអ្នកណាម្នាក់មកបញ្ជាក់ថាប្រពន្ធពិតជានៅផ្ទះហើយគ្មានការងារធ្វើអូខេអញ្ចឹងកន្លែងនេះ
អ្នកនៅអាមេរិកខ្លះគាត់អត់បំពេញឲ្យទេគាត់អត់បំពេញឲ្យទេណាគឺគេអត់ចង់យកខ្លួនទៅតាក់ទងទៅនឹងការបំពេញបែបបទទិញេអ្វីផ្សេងទេនៅលើទឹកដីសហរដ្ឋអាមេរិកនេះណាពិបាកណាស់កន្លែងនេះគឺជាចំណុចស្លាប់រស់ទោះបីជាអ្នកទាំងអស់គ្នាមានឯកសារដែលខ្ញុំនិយាយពីខាងលើនឹងមិញទាំងអស់ក៏ដោយប៉ុន្តែជាចុងបញ្ចប់អ្នកទាំងអស់គ្នារស់អ្នកទិញេឲ្យអត់បាន perform នឹងឲ្យអត់បានគឺសូន្យគឺអត់មានន័យអីដដែលគឺអត់បានអត់មានវិធីអីទេណាអញ្ចឹងត្រូវតែរកអ្នកធ្វើឲ្យបានញ៉េឲ្យបានញ៉េឯកសារឲ្យយើងហ្នឹងហើយឯកសារហ្នឹងវាអត់អញ៉េអញ្ញាយទេគាត់ដាក់តែឈ្មោះយើងតែឋានយើងមានកូនចៅពីរនាក់នឹងមែនទេនៅក្នុងទីហ្នឹងមែនទេហ្នឹងហើយបាទហើយនឹងបំពេញចុងក្រោយនេះគឺបំពេញឈ្មោះអ្នកដែលធ្វើឲ្យយើងហ្នឹងឈ្មោះម្ចាស់ផ្ទះឈ្មោះម្ចាស់ផ្ទះប៉ុណ្ណាម្ចាស់ផ្ទះនៅខ្សែឋានណាឈ្មោះម្ចាស់ផ្ទះនៅខ្សែឋានណាហើយទីញ៉េវាអត់អញ្ញាញ៉ៃប៉ុន្តែគេអត់ធ្វើឲ្យទេដូចខ្ញុំអញ្ចឹងណាចាស់ផ្ទះខ្ញុំអត់ធ្វើឲ្យទេប៉ុន្តែខ្ញុំបានអ្នកការដែលខ្ញុំធ្វើដូណាត់ហ្នឹងគាត់ចិត្តល្អគាត់ធ្វើឲ្យខ្ញុំបើគាត់មិនធ្វើឲ្យខ្ញុំទេគឺខ្ញុំអត់បានទទួលបានលុយជំនួយពីរដ្ឋយ៉ាងពី3មុខហ្នឹងទេបាទនេះគឺជាគុណមួយដែលខ្ញុំជឿជាក់គាត់បាទគឺគាត់អ្នកជួយធ្វើឲ្យខ្ញុំបាទភូមិម្ចាស់ផ្ទះគឺគេមិនធ្វើឲ្យខ្ញុំតែម្ដងណាกระดาษហ្នឹងกระดาษនេះគេតម្រូវឲ្យម្ចាស់ផ្ទះជាអ្នកធ្វើប៉ុន្តែម្ចាស់ផ្ទះមិនធ្វើឲ្យចឹងហើយបើសិនជាយើងបាត់បង់ការសញ្ញាអត់បានអាហ្នឹងទេគឺសូន្យលុយតាំងពីម្ហូបលុយម្ហូបអាហារលុយដីឃែ Medicaid គឺអត់ទាំងអស់ណាយើងខាតបង់ច្រើនណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែរកអ្នកនឹងអ្នកណាសញ្ញាឲ្យបានបាទអូខេអញ្ចឹងវាមានច្រើនណាមិនដឹងថាអ្នកទាំងអស់គ្នាតាមតន់ឬអត់ទេប៉ុន្តែបើសិនជាតន់ឬមិនតន់កន្លែងណាអ្នកទាំងអស់គ្នាអាច comment បានទោះបានណាទោះបានខ្ញុំនឹងព្យាយាមឆ្លើយបើសិនជាតនេឆ្លើយបានឆ្លើយភ្លាមហ្មងចឹងឯកសារខ្ញុំសូមរំលឹកឡើងវិញម្ដងទៀតណាគឺមាន green card SSN ID proof of residency utility វិក័យប័ណ្ណទឹកភ្លើង invoice of wifi អ internet ណាกระดาษបញ្ជាក់กระดาษប្រាក់ខែ employer statement គឺនៅពេលដែលយើងទៅដល់គេនឹងឲ្យមកយើងហើយដើម្បីយកទៅកែសញ្ញាហើយមួយទៀតกระดาษព័ត៌មានដែលត្រូវការឲ្យម្ចាស់ផ្ទះជាអ្នកធ្វើហើយ proof of no income គឺกระดาษបញ្ជាក់ថាបុគ្គលមួយពិតជាគ្មានការងារធ្វើមែនគ្មានចំណូលតតែបាទអញ្ចឹងយើងមានប៉ុណ្ណឹងហើយធ្វើឯកសារប៉ុណ្ណឹងគេទុកពេលវេលាឲ្យយើងប្រហែលជា 4-10 ថ្ងៃដែរដើម្បីយើងធ្វើឯកសារដែលគេផ្ដល់ឲ្យហ្នឹងឯកសារដែលគេផ្ដល់ឲ្យជាច្រើនច្បាប់ហ្នឹងមកយើងណាគេទុកពេលឲ្យយើងធ្វើអញ្ចឹងយើងធ្វើឲ្យដល់ការកំណត់យើងផ្ញើឲ្យគេយកទៅឲ្យក៏បាន fax ទៅឲ្យគេក៏បានប៉ាទៅឲ្យគេក៏បានដែរការខ្ញុំប៉ាទៅឲ្យគេទៅអត់តាន់វាគៀកថ្ងៃពេកប៉ុន្តែបើត្រឡប់ខ្ញុំចូលចិត្តតាមពិតខ្ញុំ3ជើងខ្ញុំយកទៅឲ្យផ្ទាល់2ជើងហើយចុងក្រោយគឺខ្ញុំ fax ទៅឲ្យគឺខ្ញុំចូលចិត្តទៅធ្វើអីឲ្យដល់កន្លែងផ្ទាល់ច្រើនជាងការ call ការអីចឹងណាអញ្ចឹងច្រើនដែរបាទសម្រាប់ការសុំជំនួយណាហើយពេលនេះខ្ញុំបានទទួលជំនួយពីរដ្ឋទាំងអស់ហើយបាទមានទាំងលុយប្រហូបលុយ daycare លុយមិនលុយទេជា Medicare ធានារ៉ាប់រងឲ្យអញ្ចឹងទៅខ្ញុំទៅពេទ្យយកកូនទៅពេទ្យ2-3ដងនេះខ្ញុំអត់អស់លុយទេដូចចាក់វ៉ាក់សាំងកូននេះត្រូវអស់100តែមិញយើងអត់អស់លុយទេបាទហើយការទៅពេទ្យមួយថ្ងៃមុននោះក៏អត់អស់លុយដែរបាទអញ្ចឹងអ្នកទាំងអស់គ្នាបើមកដល់អាមេរិកដំបូងមានចំណូលតិចតួចស្ដួយស្ដាងនៅឡើយទេគួរតែស្នើសុំទៅទោះបីជាលុយរដ្ឋជួយយើងវាមានទំហំតូចតិចប៉ុន្តែជាជាងអត់សោះដែរបានប្រហែល100 300 400 500ក៏តាមនឹងដែរក៏គ្រាន់បើដែរហើយបើតាមមកចំណុចលុយប៉ុណ្្នឹងគ្រួសារកូន2 3ល្មមហើយល្មមនឹងចាយឲ្យពួកគាត់គ្រប់គ្រាន់ដែរតែមិនបោពេកតែក៏មិនជាខ្វះខាត
ពេលដែលល្មមនឹងឲ្យយើងទិញរបស់ញ៉ាំគ្រប់គ្រាន់ហើយបើនិយាយពី daycare វិញរឹតតែពិសេស daycare បើសិនជាយល់ទៅចូល daycare ឆៅតែម្ដងម្នាក់1000ជាង1000ជាងកូន2 2000ជាងបាទកូន3កូនតាមនឹងទៅអញ្ចឹងបើសិនជាយើងទទួលបានលុយជំនួយហ្នឹង CCAP ហ្នឹងគឺយើងថយច្រើនជាក់ស្ដែងដូចខ្ញុំអញ្ចឹងត្រូវបង់2400 500នៅសល់តែមួយខែ400ជាងទេបង់តែ400ជាងទេឃើញទេយើងធូរអា2000ជាងទៀតគេជា Medicaid ណាអញ្ចឹងព្យាយាមស្នើទៅបាទបើគិតថាចំណូលរបស់ខ្លួនឯងទៀតជាដំបូងណាមើលពិនិត្យមើលចំណូលរបស់ខ្លួនឯងកាលខ្ញុំនិយាយមិញហ្នឹងទៅតាមអ្វីដែលខ្ញុំរៀបរាប់ហ្នឹងទៅបាទចំណូលរបស់ខ្លួនឯងក្រោមកម្រិតរបស់គេគឺទៅចុះស្នើសុំចុះឲ្យព្យាយាមធ្វើឲ្យអស់លទ្ធភាពដើម្បីបានលុយយើងកុំឆាប់បោះបង់ចាំថាបើសិនជាយើងបោះបង់យើងខាត់លុយច្រើនណាឧទាហរណ៍ថា daycare មួយខែត្រូវបង់ដុល្លារឲ្យគេ$2000ជាងមួយឆ្នាំប្រហែលណាយើងគុណទៅ10ខែវា25000មកដែរ25000 $30000ណាច្រើនណាស់មួយឆ្នាំ30000បានហើយយើងខាតលុយអញ្ចឹងយើងព្យាយាមសុំគេឲ្យបានដើម្បីរត់ជួយធូរលុយអូខេអញ្ចឹងប៉ុណ្ណឹងវីដេអូនេះក៏វារៀងវែងប៉ុន្តែសង្ឃឹមថាអ្នកដែលមើលទាំងអស់គ្នាអាចនឹងដឹងហើយនឹងយល់ចេះធ្វើតែម្ដងហើយការធ្វើទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើបានដោយខ្លួនឯងខ្ញុំជឿថាអាចធ្វើបានខ្លួនឯងបើតែចេះអង់គ្លេសល្មមមិនបាច់ជាខ្លាំងពេកទេធ្វើបានហើយណាជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យនៅក្នុងការស្នើលុយជំនួយពីរដ្ឋអរគុណច្រើនបាយបាយ